ទទួលយកការពិតមនុស្សយើងត្រូវហ្វឹកហាត់ចិត្តឲ្យចេះទទួលយកនៅរបស់ដែលគេគេចមិនផុតដោយសេចក្តីស្ងប់មនុស្សខ្លះទោះជាបានដឹងហើយថាវាត្រូវតែយ៉ាងនឹងឯងមិនអាចគេចវេះផុតបានទេតែនៅតែមិនព្រមសុខចិត្តដដែលនៅតែកន្ទក់កន្ទិញគិតតែពីសេចក្តីសោកសៅខូចចិនឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈឃើញអ្នកណាឬរបស់អ្វីចេះតែទៅមុខទៅមាត់ទៅទាំងអស់ការមិនព្រមសុខចិត្តចំពោះសភាវៈពិនចេះតែសោកសៅឬខឹងក្រោធនោះវាមិនអាចធ្វើឲ្យសេចក្តីទុក្ខសូម្បីតែបន្តិចបន្តួចថយចុះបានឡើយមានតែបន្ថែមពីលើទុក្ខដែលមានស្រាប់ហើយឲ្យរឹងរឹតតែច្រើនឡើងទៀតផងប្រហែលដូច្នេះមនុស្សឆ្លាតទើបអប់រំចិត្តឲ្យចេះទទួលស្វាគមន៍នៅអ្វីដែលគេគេចមិនផុតដោយសេចក្តីស្ងប់បានកាលបើមានសេចក្តីស្ងប់ក្នុងចិត្តហើយហេតុការអាក្រក់ឬហេតុការដែលយើងគិតថាអាក្រក់នោះក៏នឹងបានល្អឡើងវិញម្យ៉ាងទៀតហេតុការដែលយើងគិតថាអាក្រក់ក្នុងពេលនេះអាចត្រឡប់คล้ายទៅជាមានផលល្អនៅពេលខាងមុខវិញក៏ថាបានមានគ្រួសារមួយរស់នៅក្នុងវត្តព្រះសង្ឃក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈសម្រាប់វត្តក៏សូមឲ្យគ្រួសារនោះឯងឬទីកន្លែងចេញពីវត្តដោយផ្ដល់ប្រាក់ឲ្យត្រឹមត្រូវតែតម្លៃឬប៉ុណ្ណោះគ្រួសារនោះបានគិតថាជារឿងអាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ពួកគាត់កើតទុក្ខទោមនស្សចិត្តដល់យ៉ាងក្រៃលែងតមកពួកគាត់ក៏បានកាត់ចិត្តបានរួបរวมទ្រព្យសម្បត្តិដែលមាននិងខ្ចីអ្នកដតីខ្លះទៀតខំថ្មិញអត់ធន់ចំពោះរឿងដែលកើតឡើងទិញផ្ទះបានមួយនៅក្រៅវត្តតមកទៀតមិនជាប៉ុន្មានឆ្នាំផងក៏សង់បំណុលគេរួចម្ល៉េះហើយគ្រួសារនោះឯងក៏មានផ្ទះនិងដីជារបស់ខ្លួនឯងរស់នៅយ៉ាងសប្បាយរីករាយក្រោយមកទើបគិតថាបានមកជាយ៉ាងដូចនេះព្រោះគេឲ្យចេញពីដីរបស់វត្តនោះឯងប្រសិនណាបើអ្នកនៅវត្តមិនបានធ្វើយ៉ាងនេះទេម្លេះសំត្រូវនាំគ្នានៅនឹងដីវត្តរហូតដល់ស្លាប់ហើយត្រូវនៅតកូនតចៅទៀតផងរឿងរ៉ាវផ្សេងទៀតមានច្រើនសន្តិកសន្ធាប់ណាស់ពេលក្រោយមកក៏បានคล้ายទៅជារឿងល្អសម្រាប់ជីវិតប្រហែលដូច្នេះអ្វីៗដែលកើតឡើងអ្វីៗដែលបានមកដល់ទាំងដែលយើងមិនអាចគេចឲ្យផុតទៅបានសូមឲ្យយើងទទួលស្វាគមន៍នៅសេចក្តីនៃចិត្តស្ងប់និងចាត់ទុករឿងរ៉ាវក្នុងជីវិតជាមេរៀនឯជីវិតជាកន្លែងវឹកហាត់ចិត្តក្មេងដែលរស់នៅជាមួយម៉ែឪឬដែលនៅជាមួយគ្រូអាចារ្យដែលម៉ែឪឬគ្រូអាចារ្យនោះមានការរឹតតឹងតែងប្រឹតព្រៀនប្រដៅទូមានបើធ្វើខុសត្រូវទទួលទោសបើធ្វើខុសត្រូវទទួលទណ្ឌកម្មយ៉ាងនេះក្មេងនៅឯងរមែងមិនពេញចិត្ត
នឹងមានការចង្អៀតចង្អល់ដោយប្រការផ្សេងៗក្មេងនោះគេបានទទួលនៅសេចក្តីលំបាកខ្លះក្នុងរយៈពេលនៃជីវិតខាងដើមរបស់គេក៏ប៉ុន្តែលុះដល់ពេលខាងក្រោយមកពេលដែលគេធំឡើងគេនឹកឃើញអរគុណចំពោះឪពុកម្ដាយដល់លោកគ្រូអាចារ្យគឺគេដឹងគុណថាដែលអាត្មាអញបានមកដល់ថ្នាក់នេះព្រោះលោកទាំងនោះហើយដែលបានតឹងតែងប្រត់ព្រៀនទូមានកន្លងមកនោះឯងចំណែកក្មេងដែលធ្វើអ្វីបានស្រេចតែនឹងចិនរស់នៅគិតតែពីសុបាយជាអ្នកភ្លើតភ្លើននៅក្នុងកាមអារម្មណ៍គ្មានឪពុកម្ដាយណាព្រៀនប្រដៅគ្រូបាអាចារ្យណាណែនាំលុះដល់ជួបប្រទះនៅសេចក្តីលំបាកក្នុងវ័យជាខាងចុងទើបដឹងខ្លួនថាមានការខុសទៅហើយក្នុងការរៀបចំដំណើរជីវិតជាខាងដើមរបស់ខ្លួននោះនៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធជាម្ចាស់ទ្រង់ដាស់តឿនថាសភាវៈដែលយើងគេចមិនផុតគឺចាស់ឈឺនិងសេចក្តីស្លាប់ព្រមទាំងប្រត់ប្រាស់និងផលវិបាករបស់កម្មដែលខ្លួនបានធ្វើហើយព្រះអង្គទ្រង់ដាស់តឿនឲ្យយើងពិចារណាជារឿយៗ